មន្ត្រីយោធាឆ្មាំងបដិវត្តរបស់អ៊ឺរ៉ង់ចាប់ផ្ដើមនិយាយចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែកាន់តំណែងនេះគឺលោកដូណាល់ត្រាំបងប្អូននិយាយចំក្តៅតែម្ដងអ៊ឺរ៉ង់គាត់បាននិយាយថាសហរដ្ឋអាមេរិកនិយាយជាសាធារណៈអំពីការចង់បានការចរចាប៉ុន្តែនៅពីក្រោយឆាកខ្លួនកំពុងត្រៀមខ្លួនសម្រាប់ការឈ្លានពានទឹកដីដែលជារបស់អ៊ឺរ៉ង់បងប្អូនដោយលោកដូណាល់ត្រាំមកដល់ម៉ោងហ្នឹងដោយគាត់បាននិយាយអញ្ចឹងនៅក្នុងការចរចាគាត់កំពុងតែចរចាក៏ប៉ុន្តែនៅខាងក្រោយឥឡូវហ្នឹងគាត់កំពុងតែដាក់តាហ៊ានដាក់យោធារបស់គាត់ណាបាទដើម្បីគេហៅថាចូលទៅទឹកដីរបស់អ៊ឺរ៉ង់ក៏ប៉ុន្តែធ្វើអត់ទាន់បានអញ្ចឹងហើយបានមេឆ្មាំងយោធារបស់អ៊ឺរ៉ង់ហ្នឹងគេបាននិយាយណាហើយក្នុងនោះយើងទៅមើលការនិយាយទាំងអស់គ្នាថាតើហេតុអីបានមន្ត្រីយោធាឆ្មាំងបដិវត្តរបស់អ៊ឺរ៉ង់ហ្នឹងហ៊ាននិយាយព័ត៌មានកំពុងតែផ្ទុះខ្លាំងណាមន្ទីរបញ្ញកោណកំពុងព្យាយាមទិញជំរកលាក់ខ្លួនចល័តសម្រាប់ទាហាននៅមជ្ឈមបូព៌ាយ៉ាងឆាប់រហ័សនេះយោយបងប្អូននេះជំរកបែបនេះយើងនិយាយថាទីតាំងណាទាំងនេះគឺជាជំរករឹងមាំនិងត្រៀមរួចជាស្រេចដែលអាចផ្លាស់ទីនិងដំឡើងបានយ៉ាងឆាប់រហ័សពួកវាត្រូវបានរចនាឡើងដើម្បីការពារកងទ័ពការផ្ទុះរ៉ុកែតនិងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយោយបងប្អូនមិនដឹងថាតកតងជាមួយនឹងប្រព័ន្ធការពារគេហៅថាជំរករបស់គេហៅថារបស់ទាហានយោធាហ្នឹងមិនដឹងថាជំរកវាហ្នឹងនឹងតម្លៃប្រហែលទៅបានហ៊ានចំណាយទិញណាបាទគោលបំណងគឺដើម្បីរក្សាសុវត្ថិភាពទាហាននៅក្នុងតំបន់ដែលការវាយប្រហារអាចកើតឡើងប្រសិនបើលោកត្រាំបន្តផែនការដើម្បីដណ្ដើមកោះក្រោងទាំងនេះនឹងមានសារៈសំខាន់ណាស់ក្នុងការការពារកងទ័ពការវាយប្រហារដោយរ៉ុកែតហើយនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ឺរ៉ង់អញ្ចឹងហើយបង្គីនិយាយណាថាលោកដូណាល់ត្រាំកំពុងតែចំណាយលុយទិញប្រព័ន្ធការពារតាក់ទងជាមួយនឹងការពារសន្តិសុខសុវត្ថិភាពតាក់ទងជាមួយនឹងកងយោធាខ្លួនដែលនៅមជ្ឈមបូព៌ានេះឥឡូវនេះកំពុងតែប្រុងប្រៀបគេហៅថាវាយយកកោះក្រោងហ្នឹងហើយនៅសមុទ្របងប្អូននៅសមុទ្រហួរមូសនៅមជ្ឈមបូព៌ាហ្នឹងគឺបើយើងនិយាយទៅថាកងទ័ពរបស់សហរដ្ឋអាមេរិកហ្នឹងកំពុងតែនៅហ្នឹងហើយមកដល់ម៉ោងនេះมันក្រោមពី4-5ពាន់នាក់ទេมันតិចទេបងប្អូនមកដល់ម៉ោងនេះហើយនៅមានជិត10000នាក់ទៀត4-5ពាន់នាក់មកតាមក្រោយទៀតប៉ុន្តែបើយើងនិយាយអត់គិតតែពីសភាវុធយន្តហោះចំបាំងមានអីផ្សេងទៀតយើងអត់គិតទេយើងគិតតែមនុស្សគិតតែយោធាឯដែលកំពុងតែមកអញ្ចឹងហើយបានលោកគេហៅថាមេឆ្មាំងបដិវត្តមន្ត្រីយោធាធំរបស់អ៊ឺរ៉ង់ណាគេបាននិយាយថាការចរចារបស់លោកត្រាំហ្នឹងកំពុងតែចរចាហើយនៅមុខជាមួយនឹងអ៊ឺរ៉ង់ណាកំពុងតែដាក់ការចរចាក៏ប៉ុន្តែនៅខាងក្រោយរបស់លោកត្រាំអត់អញ្ចឹងទេដូចសៀមតែថាចង់យកទឹកដីខ្មែរអញ្ចឹងណារងថ្ងៃចង់យកទឹកដីខ្មែរថាចង់ចរចាក៏ប៉ុន្តែអ្វីដែលចង់ចរចាប៉ុន្តែខ្លួនឯងអង្គើចង់ទៅយកដីដូចលោកត្រាំអញ្ចឹងខ្លួនថាចង់ចប់សង្គ្រាមក៏ប៉ុន្តែចិត្តនេះចង់គេហៅថាចិត្តចង់ចប់សង្គ្រាមឯងក៏ប៉ុន្តែអ្វីដែលគេហៅថាទង្វើអត់ចង់ចប់ឯងគឺបញ្ជូនយន្តហោះបញ្ជូនសម្ភារៈចម្បាំងបញ្ជូនទាហានទៅដើម្បីគេហៅថាចង់វាយប្រហារយកកោះមួយហ្នឹងដើម្បីឲ្យបើយើងនិយាយទៅថាបើបានកោះហ្នឹងអ៊ឺរ៉ង់អាចនឹងចរចាវិញព្រោះអីដែលសារកោះហ្នឹងវាមានប្រេងការផលិតប្រេងការអីចឹងទៅឧស្ម័នអីចឹងទៅអញ្ចឹងហើយឥឡូវហ្នឹងថាទង្វើខុសពីគេហៅថាទង្វើខុសពីសម្ដីថាចរចាក៏ប៉ុន្តែទង្វើវិញអត់ចរចាទេចង់វាយយកនេះបងប្អូនអញ្ចឹងហើយបានលោកត្រាំហ្នឹងកំពុងតែបញ្ជាទិញតាក់ទងជាមួយនឹងជំរកដែលមានសុវត្ថិភាពដល់កងយោធារបស់គេដែលអាចផ្លាស់ទីបានក្នុងពេលដែលធ្វើសង្គ្រាមជាមួយនឹងអ៊ឺរ៉ង់គេខ្លាចរឿងយន្តហោះគ្មានមនុស្សបើកហើយនៅក្របរកែតធំរបស់គេហៅថាអ៊ឺរ៉ង់ណាមកដល់ម៉ោងនេះដូចខ្ញុំនិយាយអញ្ចឹងថាលោកត្រាំកំពុងជួបបញ្ហាតាក់ទងជាមួយនឹងប្រជាជនច្រើនកន្លែង3-4-5កន្លែងដែលនៅតាមរដ្ឋណាដែលកំពុងតែព្យាយាមតវ៉ាហើយដាក់សម្ពាធខ្លាំងមែនទែនដោយសារតែឥឡូវនេះគឺគេហៅថាបើនិយាយពីការបោះឆ្នោតវិញលោកត្រាំឥឡូវនេះគឺអាចនឹងធ្លាក់ឆ្នោតហើយព្រោះដោយសារអីបាទប្រជាជនច្រើនគឺគេមិនគ្រប់គ្រងគេទៅបាតកម្មទៅគេតវ៉ារឿងតាក់ទងជាមួយនឹងមិនពេញចិត្តក្នុងការធ្វើសង្គ្រាមជាមួយនឹងអ៊ឺរ៉ង់នេះហើយមួយវិញទៀតខាតបង់ប្រយោជន៍របស់គេប៉ះពាល់ប្រយោជន៍របស់គេអញ្ចឹងណា
ប៉ះពាល់ប្រយោជន៍ដល់ប្រជាជនអញ្ចឹងហើយធ្វើឲ្យប្រជាជនហ្នឹងគេចេញតវ៉ាច្រើនមែនទែនមកដល់ម៉ោងនេះគឺរាប់លានអ្នកឯងបាទនៅតាមតំបន់គេហៅថាតំបន់តាក់ទងជាមួយនឹងគេទៅធ្វើបាតកម្មណាហើយខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូមុនហើយបងប្អូនយើងអាចចូលទៅមើលបានអញ្ចឹងមកដល់ម៉ោងនេះរងគឺគេនៅតែមិនទាន់បានចេញសេចក្តីប្រកាសតាក់ទងជាមួយនឹងការឆ្លើយតបកិច្ចព្រមព្រៀងទៅលើប្រធានាធិបតីលោកដូណាល់ត្រាំទេព្រោះអីដោយសារតែការឆ្លើយតបមកដល់ពេលនេះយើងយូរហើយ3 4ថ្ងៃហើយមកដល់ម៉ោងនេះណាយូរដែរហើយគឺអត់ទាន់បានឆ្លើយតបថាកិច្ចចរចាហ្នឹងគឺបានសម្រេចអត់ទេថាយល់ព្រមអត់ឬក៏មិនមកអត់ទេអត់ឃើញឆ្លើយតបឲ្យមានតែសារដែលតបតតាក់ទងជាមួយនឹងមន្ត្រីយោធាឆ្មាំងរបស់អ៊ឺរ៉ង់ហ្នឹងនិយាយតែពីរកត្រាំទេថាចង់ចរចាក៏ប៉ុន្តែអាចិត្តគំនិតអាទង្វើហ្នឹងគឺអត់ចង់ទេចង់រោតែវាយចង់រោទៅលួចដីចង់យកទៅបោះគេអីចឹងទៅចង់ហៅទៅហ៊ានខ្លួនហ្នឹងចង់ទៅវាយទៅអ៊ឺរ៉ង់ចឹងទៅមកដល់ម៉ោងនេះណានេះជាការនិយាយរបស់មេឆ្មាំងប៉ុន្តែយើងឃើញថាមកដល់ម៉ោងនេះពាក្យពេចន៍តាក់ទងជាមួយនឹងលោកត្រាំដែលកំពុងតែធ្វើនេះសំបីតែប្រទេសនានាដែលគេដូចជាប្រទេសណាដែរខ្ញុំឃើញមុននេះបន្តិចណាគាត់បានផុសដែរថាអត់ពេញចិត្តក្នុងការធ្វើសង្គ្រាមទេគេអត់ចង់បានអ្វីដែលលោកត្រាំធ្វើសង្គ្រាមទេសំបីតែប្រទេសមួយហ្នឹងក៏គាត់ប្រឆាំងទៅលើលោកត្រាំដែរប៉ុន្តែខ្ញុំភ្លេចទៅប្រទេសហ្នឹងពិបាកហៅតិចអញ្ចឹងហើយមកដល់ម៉ោងនេះបងប្អូនមកដល់ម៉ោងនេះអត់ទាន់ចប់ទេណាសង្គ្រាមនៅតែអាចថាឡើងកម្ដៅទី1ព្រោះឯដោយសារតែកងទ័ពឥឡូវហ្នឹងកំពុងតែអាចថាប្រឈមមុខដាក់គ្នាកំពុងតែរកទីតាំងឈរជើងរៀងខ្លួនដើម្បីធានាសុវត្ថិភាពអ៊ឺរ៉ង់ក៏ឈរជើងឥឡូវរុស្ស៊ីកំពុងតែឡើងមកជួយអ៊ឺរ៉ង់តាក់ទងជាមួយនឹងអ៊ីស្រាអែលហើយនឹងអាមេរិកកំពុងតែប្រឈមគេហៅថារៀបចំក្បួនថ្មើរជើងដើម្បីគេហៅថាចង់វាយកោះក្រៅហ្នឹងហើយមួយវិញទៀតតកតងជាមួយនឹងកងយោធាសហរដ្ឋអាមេរិកគេត្រៀមរួចរាល់ហើយបាទកន្លែងខ្លះយោធាខ្លះក៏គេកំពុងតវ៉ាតកតងជាមួយនឹងការធ្វើសង្គ្រាមហ្នឹងដែរចាំមើលថាតើទៅជាយ៉ាងណាបន្ទាប់ពីបើយើងតាមខ្ញុំដឹងណាសន្មតណាថាបើមិនវាយគ្នាគឺទៅចម្លែកហើយព្រោះដោយសារតែម៉ោងនេះបើមានអ្នកណាផ្លោងទៅមុនឬមួយក៏មានអ្នកណាហ៊ានផ្ទុះអាវុធដឹងតែចប់ហើយព្រោះអីម៉ោងនេះគឺប្រឈមមុខដាក់គ្នាជាពិសេសគឺបាទគេហៅថាលេងតបថ្មើរជើងហើយគេហៅថាគ្រប់ត្រូលដោយយន្តហោះចម្បាំងមីស៊ីលទៀតគឺក៏ក្រើកមេឃហើយគេហៅថាតង់ទី2នេះបើផ្ទុះពិតប្រកបមែនណាខ្ញុំជឿជាក់ថាពិភពលោកអាចនឹងខ្លាំងទី1គឺប្រេងរឿងប្រេងហ្នឹងគឺដឹងតែហក់ឡើងខ្លាំងជាមិនខានទេបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាថាតើឆ្មាំងបដិវត្តអ៊ឺរ៉ង់អាចចរចាឬមួយក៏ទទួលកិច្ចព្រមព្រៀងពីលោកដូណាល់ត្រាំបានឬមួយក៏យ៉ាងណាហើយតើលោកត្រាំអាចថាចប់អាណត្តិនៅក្នុងពេលឆាប់នេះឬមួយក៏យ៉ាងណាដោយសារតែមានប្រជាជនខ្លួនឯងហ្នឹងគឺកំពុងតែបោះឆ្នោតទម្លាក់ហើយទាមទារឲ្យលោកត្រាំហ្នឹងមិននិយាយទៅតវ៉ាលោកត្រាំអត់ចង់ឃើញទង្វើរបស់លោកត្រាំធ្វើបែបនេះបាទតាមដានទាំងអស់គ្នា